នាងឃ្លីមួយថ្ងៃគិតតែពីសម្កុកបេះផ្កាម្លិះនៅនឹងហើយអញឲ្យនឹងឯងបោកខោអាវណាលាងចានឆ្នាំងក៏មិនទាន់លាងហើយថ្មនេះហើយនឹងឯងនឹងមិនទាន់ធ្វើអីទៀតហ៎មីហងឯងនៀកក្បាលរឹងណាស់តើអេនាងម្លិះយើងទៅផ្សារមួយថ្ងៃទៅហើយនៅបោកខោអាវមិនទាន់រួចទៀតនាងឯងនេះតម្រុនពិតមែនអត់ទេអ្នកមីងខ្ញុំមិនបានតម្រុនទេដោយសារខោអាវរបស់អ្នកមីងនឹងអូនមលាច្រើនពេកខ្ញុំបោកឡើងរីកដៃអត់ទៅហើយអ្នកមីងមើលចុះអូហូយគ្រាន់តែបោកខោអាវប៉ុណ្ណឹងរអ៊ូម្លេះខ្ញុំឃើញបងមលិះក្រង់មួយថ្ងៃមិនដាច់ឈុំមិនដាច់ឃើញថារអ៊ូសោះមានប្តីប្រពន្ធ2នាក់ជាគ្រួសារអ្នកមានគ្រាន់បើនិងមានកូនស្រីម្នាក់នៅពេលដែលកូនស្រីនោះទើបនឹងកើតនាងមានក្លិនក្រអូបដូចជាផ្កាម្លិះទើបម្ដាយឪពុកនាងដាក់ឈ្មោះឲ្យនាងថាម្លិះលុះពេលដែលនាងធំដឹងក្តីបន្តិចនាងចូលចិត្តដាំផ្កាម្លិះនិងតែងតែយកផ្កាម្លិះមកក្រងជាកម្រងភួងដាក់នៅក្បែរខ្លួនជានិច្ចមិនយូរប៉ុន្មានម្ដាយរបស់ម្លិះមានជំងឺហើយក៏បានស្លាប់ចោលប្តីនិងកូនបន្ទាប់មកឪពុករបស់ម្លិះក៏បានរៀបការជាមួយនឹងប្រពន្ធក្រោយហើយមានកូនស្រីម្នាក់ទៀតឈ្មោះថាមេលាម្ដាយចុងនិងប្អូនស្រីចុងតែងតែធ្វើបាបនាងម្លិះរាល់ថ្ងៃឲ្យនាងធ្វើកិច្ចការផ្ទះនិងមិនឲ្យនាងបានរៀនសូត្រទេចំណែកឪពុករបស់ម្លិះគាត់ធ្លាក់ខ្លួនឈឺហើយក៏បាត់បង់ជីវិតដែរដោយទុកឲ្យម្លិះរស់នៅជាមួយនឹងម្ដាយចុងនិងប្អូនស្រីចុងថ្ងៃនេះផ្កាកំពុងល្អណាស់ខ្ញុំបីយកទៅថ្វាយព្រះសិននាងម្លិះហើយនាងម្លិះនាងឯងរវល់ធ្វើស្អីអ្នកម៉ែប្រោសឲ្យទៅបោកខោអាវចាអូនបងបេះផ្កាម្លិះមកផ្លែតសិនអូនទៅប្រាប់អ្នកមីងទៅថាបងទៅធ្វើឥឡូវហើយឲ្យលឿនបន្តិចទៅណាប្រយ័ត្នអ្នកម៉ែជេងយ៉ាងម៉េចមីលាកូនវាមកហើយនៅកូនប្រាប់វារួចហើយអ្នកម៉ែតែវាប្រាប់ថានៅបេះផ្កាម្លិះបន្តិចទៀតទើបវាមកនោះម៉ែវាមកហើយនាងឃ្លីមួយថ្ងៃគិតតែពីសម្កុកបេះផ្កាម្លិះនៅនឹងហើយអញឲ្យនឹងឯងបោកខោអាវណាលាងចានឆ្នាំងក៏មិនទាន់លាងហើយថ្មនេះហើយនឹងឯងនឹងមិនទាន់ធ្វើអីទៀតហ៎មីហងឯងនៀកក្បាលរឹងណាស់តើខ្ញុំធ្វើរួចអស់ហើយតើអ្នកមីងខ្ញុំងើបតាំងពីព្រលឹមរៀបចំផ្ទះសម្បែងលាងចានឆ្នាំងរួចអស់ហើយនៅតែខោអាវដែលសាមុននេះខ្ញុំឃើញអូនមីលានិងអ្នកមីងមិនទាន់ក្រោងទើបមិនហ៊ានដាស់ហើយក៏ឆ្លៀតទៅបេះផ្កាម្លិះអស់ហើយព្រោះថ្ងៃនេះជាថ្ងៃសិលខ្ញុំចង់ក្រងយកទៅថ្វាយព្រះនាងឯងថាលាងចានឆ្នាំងរួចហើយហ៎មើលទៅនាងមើលម្ដងទៀតទៅអញទើបតែស៊ីបាយមុននេះនៅកោចាននៅចក្រាតបាយឆាប់ទៅលាងសម្អាតទៅហើយបោកគក់ខោអាវឲ្យរួចណាបើមិនចឹងទេនាងឯងកុំសង្ឃឹមថាបានទៅណាឲ្យសោះនោះចាអ្នកមីងនេញយកទៅបាក់ទៅចាតោះអ្នកម៉ែពួកយើងនាំគ្នាទៅផ្សារទៅខ្ញុំទៅរើសសម្លៀកបំពាក់ស្អាតទុកពាក់ក្នុងកម្មវិធីបណ្ដែតប្រទីបខាងមុខនេះណាអ្នកម៉ែត្រូវហើយកូនកូនពេញកំមុំស្ដុកហើយត្រូវតែស្លៀកពាក់ឲ្យស្អាតដើម្បីឈ្នះអស់កំមុំក្នុងភូមិយើងហើយក៏ឈ្នះមីក្មេងនៅក្នុងផ្ទះនេះដែរតោះកូនសុទ្ធតែស្អាតទាំងអស់អ្នកម៉ែមែនហើយកូនអ្នកភេមថ្ងៃនេះនាំកូនកំមុំដល់ផ្សារមែនទេអូហូកូនអ្នកស្រីភេមនេះឆ្នាំនេះពេញកំមុំស្ដុកតែម្ដងហើយថែមទាំងស្រស់ស្អាតទៀតផងណោះវាត្រូវតែអញ្ចឹងហើយអ្នកជុំកូនស្រីរបស់ខ្ញុំមើលថែបានយ៉ាងល្អត្រូវតែស្រស់ស្អាតលើអស់នារីក្នុងព្រះនគរមិនយូរទៀតទេខ្ញុំនឹងឲ្យកូនស្រីខ្ញុំទៅធ្វើស្នំឯកក្នុងវាំងមិនខានមែនទេកូនមីលាអូយអ្នកម៉ែកូនមិនទាន់គិតដល់រឿងនោះទេកូននៅក្មេងណាស់ឡើយមិនចង់ទៅធ្វើស្នំក្នុងវាំងទេណាអ្នកម៉ែកូននេះ
ម៉ែរបស់ឯងនេះចង់ឲ្យឯងដូចជាខ្លួនគេនឹងណាក៏មុំមិនទាន់ញ័រចង់បានប្តីសុកចិត្តយកប្តីពូម៉ៃកូនមួយហើយឥឡូវយ៉ាងម៉េចចិញ្ចឹមកូនគេហើយកូនខ្លួនឯងទៀតហើយនេះសំណាងហើយណាដែលកូនដើមជាក្មេងល្អឧស្សាហ៍ព្យាយាមជួយការងារផ្ទះមិនចឹងទេនួដូចជាម៉ែឯងនេះណាមិនចេះធ្វើស្អីនោះទេណែនេះជុំនេះថាឲ្យយើងមែនទេបើយើងយកប្តីពូម៉ៃតាវាយ៉ាងម៉េចគ្រាន់បើជាងអ្នកខ្លះយកប្តីក្ររហាមរកតែកូនមួយគ្រាប់ក៏គ្មានតែបើយើងវិញណាទោះជាប្តីពូម៉ៃកូនមួយពិតមែនស្លាប់ទៅសល់ទ្រព្យសម្បត្តិឲ្យយើងនេះចាយក៏មិនអត់ដែរវើយឲ្យតែគ្រាន់បើរហូតទៅមិនចេះរកស៊ីស្អីគិតតែពីចាយទ្រព្យប្តីសល់នឹងទៅគង់តែរលាមិនខានទេកុំចេះដឹងរឿងគ្រួសាររបស់យើងនាងជុំកុំថាយើងមិនបានប្រាប់ណាតោះកូនមីលីយើងទៅរឿងបន្តទៀតនឹងអាចបានទៅផ្ទះវិញនៅម្ដុំនេះធំក្លិនស្អុយកណ្ដុលងាប់ណាស់មែនហើយណាម៉ែកណ្ដុលចាស់ចាស់ងាប់ណាស់ម៉ែទៅស្អុយដល់ថ្នាក់នេះអូហូយទិញបានច្រើនណាស់កូនសុទ្ធតែស្អាតស្អាតចាស់ណាម៉ៃកូនទិញបានគ្រឿងកង់ដៃស្អាតស្អាតទៀតផងណាថ្ងៃបុណ្យបណ្ដាច់ប្រទីមកូននឹងពាក់ឲ្យស្អាតដាច់គេតែម្ដងកូនស្រីរបស់ម៉ែត្រូវតែស្អាតដូចម៉ែអញ្ចឹងនាងមលីយើងទៅផ្សារមួយថ្ងៃទៅហើយនៅបោកខោអាវមិនទាន់រួចទៀតនាងឯងនេះតម្រុនពិតមែនអត់ទេអ្នកមីងខ្ញុំមិនបានតម្រុនទេដោយសារខោអាវរបស់អ្នកមីងនិងអូនមលីច្រើនពេកខ្ញុំបោកឡើងរីកដៃអត់ទៅហើយអ្នកមីងមើលចុះអូហូយគ្រាន់តែបោកកៅអៅប៉ុណ្ណឹងរអ៊ូម្លេះខ្ញុំឃើញបងមលិះក្រង់មួយថ្ងៃមិនដាច់ឈុំមិនដាច់ឃើញថារអ៊ូសោះសូមឲ្យរីកដាច់ដូចជាផ្សិតកុំឲ្យបានក្រង់ផ្កាទៀនកូនមីលៀននិយាយត្រូវតោះកូនឆាប់ទៅលោសម្លៀកបំពាក់មើលទៅណាថាមួយណាសមជាងចាអ្នកម៉ៃនាងមលិះបោកកៅអៅឲ្យរួចស្រូតធ្វើបាយម្ហូបឲ្យយើងនិងកូនយើងស៊ីផងយើងឃ្លានណាចាអ្នកមីកូននឹកអ្នកម៉ែណាបានអ្នកម៉ែនៅទីនេះអ្នកម៉ែច្បាស់ជាអរកូនជាមិនខានទេម្លិះកូនស្រីម្ដងប៉ិតមែនទេកូនស្រីម្ដាយពិតជាអាណិតកូនណាស់ម្ដាយសំទោសដែលមិនអាចមើលថែកូនបានអ្នកម៉ែកូននឹកអ្នកម៉ែខ្លាំងណាស់អ្នកម៉ែកុំតាណាចោលកូនបានទេកូនពិតជារងាណាស់អ្នកម៉ែម៉ែក៏នឹកកូនខ្លាំងណាស់ដែរម៉ែមកនេះគឺចង់ជួយកូនស្រីម៉ែមិនយូរទៀតទេវាសនារបស់កូននឹងបានជួបគូព្រេងសំណាងមានបរិបទដ៏ល្អមើលថែកូនជំនួសម៉ែគេម្នាក់នោះជាគូព្រេងរបស់កូនពីអតីតជាតិហើយអ្នកម៉ែកូនមិនត្រូវការអ្នកណាក្រៅពីអ្នកម៉ែទេមានអ្នកម៉ែម្នាក់គឺគ្រប់គ្រាន់ក្នុងជីវិតរបស់កូនហើយកូនត្រូវចាំណាថ្ងៃ15កើតខាងមុខនេះកូនត្រូវតែយកភួងម្លិះដែលក្រង់ដោយផ្ទាល់ដៃរបស់កូនបណ្ដែតជាមួយប្រទីមតាមទន្លេ4មុងហើយផ្សងឲ្យជួបគូពិតណាកូនកុំភ្លេចអ្វីដែលម៉ែបានប្រាប់ឲ្យសោះម៉ែទៅវិញហើយម៉ែស្រឡាញ់កូនអ្នកម៉ែកុំទៅអីអ្នកម៉ែនេះខ្ញុំជឿសំតាអ្នកម៉ែប្រាប់ឲ្យខ្ញុំបណ្ដែតប្រទីមជាមួយភួងម្លិះនៅទន្លេ4មុងណែមីលីយប់នេះកូនត្រូវតែស្លៀកពាក់ឲ្យស្អាតណាម៉ែឮពួកអ្នកភូមិគេនិយាយថាយប់នេះព្រះអង្គស្ដេចជាងទតប្រទីបដែរណាកូនជាការពិតមែនទេម៉ែអញ្ចឹងកូនទៅធ្វើខ្លួនសិនហើយណាម៉ែនៅធ្វើប្រទីបបន្តទៀតចុះទៅចុះកូននាងមលីមកនេះតែង
ចាអ្នកមីងខ្ញុំទៅហើយអ្នកមីងហាំងខ្ញុំមានការអីយើងផ្ដាំឯងយប់នេះយើងនឹងកូនមេលាទៅបណ្ដាយប្រទីបនៅទលេ4មុខយើងហាមមិនអោយឯងចេញទៅណាជាដាច់ខាតត្រូវនៅមើលផ្ទះសំបែងលឺទេអ្នកមីងប៉ុន្តែខ្ញុំបានរៀបចំប្រទីបរួចហើយខ្ញុំក៏ចង់ទៅដែរអ្នកមីងឯណាប្រទីបរបស់ឯងយកមកឲ្យយើងមើលបន្តិចមើលនេះអ្នកមីងប្រទីបរបស់ខ្ញុំស្អាតដែរទេអ្នកមីងយើងមិនអោយនាងឯងល្អជាងកូនយើងជាដាច់ខាតហឹប្រទីបបែបនេះឯងចង់យកទៅបណ្ដែតនៅទលេ4មុខផងហ៎នាំតែខ្មាស់គេទេបានបើឯងចង់ទៅយើងឲ្យទៅចុះប៉ុន្តែដោយគ្មានប្រទីបនេះនេះណែនេះអ្នកមីងហេតុអីក៏ធ្វើបែបនេះខ្ញុំខំរៀបចំប្រទីបមួយនេះមួយថ្ងៃហើយឥឡូវអ្នកមីងបែរជាជន់កំតិចចោលទៅវិញដូចជាជន់ឆ្លីបេះដូងរបស់ខ្ញុំចឹងស្អីគ្រាន់តែប្រទីបមួយប៉ុណ្ណឹងថាឲ្យជើងសុទ្ធតែជន់ឆ្លីបេះដូងតើវាអស្ចារ្យប៉ុណ្ណាទៅនាងមលីវាមិនអស្ចារ្យសម្រាប់អ្នកមីងទេប៉ុន្តែវាសំខាន់សម្រាប់ជីវិតរបស់ខ្ញុំយើមីឃ្លីមីហកឯងឥឡូវដុតស្លាប់ហើយហ៎ឯងហ៊ានតមាត់ជាមួយយើងផងបែបនេះណាថ្ងៃនេះយើងនឹងសំពងនាងឯងឲ្យដឹងដៃម្ដងនាងមលីនេះណែអូយអ្នកមីងបានហើយខ្ញុំឈឺណាស់អ្នកមីងអូយនេះណែនាងមលីចាំមើលថ្ងៃក្រោយឯងហ៊ានទេនាងឃ្លីយើងនឹងវាយឯងឲ្យងាប់នេះណែអូយអ្នកមីងខ្ញុំឈប់ហើយខ្ញុំលែងធ្វើបែបនេះទៀតហើយអ្នកមីងឈប់ទៅខ្ញុំឈឺណាស់អ្នកមីងអូយនេះណែនាងមលីល្អយើងវាយឯងឲ្យចាំកុំឲ្យឯងតមាត់ជាមួយយើងទៀតគុំតែយើងត្រូវទៅបណ្ដែតប្រទីបជាមួយនឹងកូនយើងទេថ្ងៃនេះណាយើងនឹងវាយឯងឲ្យទក់សាច់មិនខានទេអ្នកម៉ែជួយកូនផងប្រទីបរបស់កូនខូចអស់ទៅហើយតើឲ្យកូនធ្វើយ៉ាងម៉េចបានទេព្រះអង្គហេតុអីក៏ទ្រង់ស្លៀកពាក់ជារាជសម្បត្តិបែបនេះទៅវិញក្រាបទូលយ៉ាងម៉េចដែរលោកអាមាត្យយើងចង់ស្លៀកពាក់បែបនេះដើម្បីទៅចូលរួមពិធីបណ្ដែតប្រទីបតើមិនបានទេអូបានក្រាបទូលមិនបាច់សួរហេតុផលយើងទេបើយើងប្រាប់អ្វីធ្វើតាមយើងទៅអញ្ចឹងតើឲ្យទូបង្គំហៅព្រះអង្គបែបណាទៅវិញទៅក្រាបទូលហើយយើងថាយ៉ាងម៉េចចេះគឺហៅថាយ៉ាងម៉េចទៅព្រះអង្គយើងនឹងមិនទាន់ឃើញទេគ្រាន់តែឯងចាំថាឯងមិនចាំបាច់ខ្វល់ពីយើងទេបើឯងមិនស្ដាប់យើងទេក្រាបទូលព្រះអង្គស្ដេចយើងក្រាបទូលអូហូឆ្នាំនេះមនុស្សច្រើនជាងរាល់ឆ្នាំជាពិសេសកំមុំច្រើនណាស់មកបណ្ដែតប្រទីបតែសម្រស់ចាញ់កូនស្រីម៉ែដាច់ចាអ្នកម៉ែប្រៀបនឹងកូនចាំមិនបានទៅម៉ែអូម៉ែមុននេះកូនឃើញនឹងមលីវាយំសោកបោកខ្លួនបោកប្រាណធ្វើមើលអ្នកណាគេស្លាប់អញ្ចឹងណាអ្នកម៉ែគឺម៉ែបាត់បោកកន្ទួងគឺប្រទីបវានោះអីហើយជន់ឡើងខ្ទេចកុំឲ្យវាបានមកបណ្ដែតប្រទីបនោះអីណាកូនឲ្យស្រឡាញ់អញ្ចឹងចុះកូនឃើញវាខំធ្វើប្រទីបតាំងពីព្រលឹមហើយក្រងផ្កាម្លិះទៀតផងណាម៉ែឥឡូវម៉ែធ្វើឲ្យវាคล้ายជាកន្ទួងខ្មោចបាត់ទៅហើយកូនមិនក៏មិនឃើញអញ្ចឹងអ្នកម៉ែរកមើលអ្នកណាគេគឺរកមើលក្រែងឃើញព្រះអង្គជាងមកទីនេះព្រោះម៉ែឮថាឆ្នាំនេះព្រះអង្គជាងមកដោយផ្ទាល់ផងណាឥឡូវកម្មវិធីជិតចាប់ផ្ដើមហើយនៅមិនទាន់ឃើញព្រះអង្គជាងមកទៀតតើអ្នកម៉ែយើងទៅអង្គុយនៅមុខឃោសនាកាសទេងាយនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គណាអ្នកម៉ែកូនស្រីម៉ែពិតជាឆ្លាតមែនតើអញ្ចឹងយើងអ្នកម៉ែឲ្យកូនសុំទោសដែលកូនមិនអាចធ្វើតាមបណ្ដាំរបស់អ្នកម៉ែបានព្រោះពេលនេះប្រតិបរបស់កូនខ្ទេចខ្ទីអស់បាត់ទៅហើយអ្នកម៉ែអើយកូនអត់ទាំងកម្លាំងកាយអត់ទាំងកម្លាំងចិត្តមិនចង់រស់នៅបន្តទៀតទេ
អ្នកម៉ែចូលកូនទៅជាមួយផងកូនហត់ខ្លាំងណាស់ម្លេះកូនស្រីម្ដាយឈប់យំទៅណាកូនអ្នកម៉ែអ្នកម៉ែអ្នកម៉ែមករកកូនហើយកូនឆាប់ទៅស្លៀកពាក់ទៅពិធីបណ្ដែតប្រទីបជិតចាប់ផ្ដើមហើយឲ្យកូនទៅចាំមិនទៅអ្នកម៉ែសំលៀកបំពាក់ក៏គ្មានហើយអ្នកម៉ែមើលប្រទីបកូនទៅចុះហាំងមិនក៏ល្អដូចមិនចឹងអ្នកម៉ែជួយកូនមែនទេសំលៀកបំពាក់របស់ម៉ែនៅក្នុងហឹបនោះកូនរើសយកសំលៀកបំពាក់មកពាក់មកណាកូនកូនត្រូវតែទៅចូលរួមពិធីបណ្ដែតប្រទីបនោះអ្នកម៉ែហាំងខ្ញុំជឿសំតាហាំងខ្ញុំជឿសំតាប្រទីបរបស់ខ្ញុំប្រទីបខ្ញុំនៅល្អស្អាតកូនអរគុណអ្នកម៉ែណាកូននឹងធ្វើតាមបណ្ដាំរបស់អ្នកម៉ែតែចូលរួមបណ្ដែតប្រទីបយប់នេះនាងមលិសបានយកសម្លៀកបំពាក់ដែលបន្សល់គេពីម្ដាយយកមកស្លៀកយ៉ាងស្រស់ស្អាតដូចជាទេពធីតាហើយកាន់ប្រទីបដែលធ្វើដោយដៃជាមួយនឹងភួងផ្កាម្លិសសម្ដៅទៅកន្លែងពិធីបណ្ដែតប្រទីបដោយសារតែប្រញាប់ប្រញាល់ទៅឲ្យទាន់ពិធីនាងក៏បានដើរបុកជាមួយនឹងព្រះអង្គណានាងតើមានត្រូវអ្វីដែរទេមកចាំខ្ញុំជួយឬមិនបាច់ទេខ្ញុំមិនអីនោះទេផ្កាម្លិសនេះហេតុអីក៏ក្អូបចម្លែកខុសគេម្ល៉េះព្រះហើយតើនាងជាកូនចៅអ្នកណាមិនក៏ស្អាតខ្លាំងម្ល៉េះនេះមើលអីហ្នឹងនេះជាភួងម្លិសរបស់នាងមែនទេចា៎នាងជាអ្នកក្រងដែលផ្ទាល់ដៃមែនទេចា៎នាងជាអ្នកភូមិនេះមែនទេចាស់មែនហើយផ្ទះរបស់នាងនៅទីណាដែរផ្ទះរបស់ខ្ញុំនៅម្ដុំនេះនេះអស់សំណួរហើយនៅខ្ញុំប្រញាប់ទៅឲ្យទាន់គេបណ្ដាលប្រទីមបាទអស់ហើយព្រះអង្គណែយើងប្រាប់ឯងហើយថាកុំឲ្យហៅយើងថាព្រះអង្គចង់កម្រិតក្បាលមែនទេហើយតើឲ្យទូបង្គំហៅយ៉ាងម៉េចទៅវិញព្រះអង្គឲ្យខ្ញុំហៅយ៉ាងម៉េចទៅវិញចុះហៅនាយចេតចំណែកយើងហៅឯងវិញថាអាបឹមយ៉ាងម៉េចយើងដាក់ឈ្មោះឲ្យឯងថ្មីតើសមដែរទេសមក្រាបទូលបាទសមនាយចេតរវល់តែនិយាយជាមួយឯងបាត់អានាងម្នាក់នោះទៅណាបាត់ហើយតើនរណាទៅគឺនារីម្នាក់ពាក់ឈៀងពណ៌ស្លាទុំមានកាន់ប្រទីបនឹងភួងផ្កាម្លិសនាងស្រស់ស្អាតខ្លាំងណាស់ឆាប់ទៅតាមរកនាងឲ្យឃើញបាទបងប្អូនប្រជាពលរដ្ឋពេលនេះយើងដល់ពេលវេលាត្រូវបណ្ដែតប្រទីបហើយសូមត្រៀមខ្លួនបណ្ដែតប្រទីបនៅពេលដែលឮសំឡេងកំជ្រួចមីលាត្រៀមខ្លួនកូនដល់ពេលបណ្ដែតប្រទីបហើយកុំភ្លេចបួងសួងណាកូនចាស់អ្នកម៉ែនេះម្នាក់នេះសង្ហាម្លេះមើលទៅដូចជាមិនមែនអ្នកស្រុកអ្នកភូមិនេះទេព្រោះខ្ញុំមិនដែលឃើញមុខគេពីមុនមកនាងមលីមិនបានជាវាមកបានមីលាកូនឃើញនាងមលីដែរទេមីលាកូនកំពុងគិតអីនឹងឮម៉ែនិយាយដែរទេចាស់អ្នកម៉ែថាយ៉ាងម៉េចកូនមើលខាងនោះទៅនាងមលីវាក៏មកដែរហាំងមិនបានទៅជាបែបនេះអ្នកម៉ែក្រែងប្រទីបរបស់វាម៉ែជន់ខ្ទេចទីអស់ហើយមែនទេនេះវាបានប្រទីបមកពីណាទៅអ្នកម៉ែម៉ែក៏មិនដឹងដែរសូមឲ្យប្រទីបដែលខ្ញុំបានបណ្ដាត់នេះជួយឲ្យបំណងក្នុងចិត្តរបស់ខ្ញុំបានសម្រេចផងចុះខ្ញុំចង់មានជីវិតដែលល្អប្រសើរនិងមានសេចក្តីសុខសាន្តជួបគូគ្រងដែលស័ក្តិសមរស់នៅជាមួយដែលមានសុភមង្គលរហូតតទៅអ្នកម៉ែកូនបានបណ្ដាត់ប្រទីបតាមបំណងរបស់អ្នកម៉ែហើយកូនសូមអរគុណអ្នកម៉ែដែលតាមថែរក្សាកូនរហូតមកនាងគឺនាយទេអញបាទណានាងគឺខ្ញុំនាយមកកាន់ប្រទីបជាមួយខ្ញុំធ្វើអីធ្វើបែបនេះមិនស័ក្តិសមទេបើអ្នកផ្សេងគេមកឃើញនឹងគិតថាខ្ញុំត្រូវជាអ្វីនឹងលោកត្រូវជាអ្វីទៅគឺប្រទីបមិនអាចបណ្ដាត់ជាមួយគ្នាបានទេទាល់តែអ្នកទាំងពីរនោះជាគូនឹងគ្នាប៉ុន្តែនេះនាយនិងខ្ញុំមិនដែលស្គាល់គ្នាពីមុនមកទេគឺស្គាល់មុននេះហើយតាខ្ញុំឈ្មោះចេតហើយចុះនាងវិញឈ្មោះអ្វីទៅនាងមលីនាងឯងធ្វើអីអត់គេខ្មាស់កដាលវាអញ្ចឹងហានាងថោកទៀមមីឃ្លីមីកូនគ្មានឪម៉ែ
មិនក៏នាងឯងមកចាប់ដៃជើងប្រុសឈ្មោលហ៎មីហងឯងចង់ឲ្យកិត្តិយសគ្រួសារអញបាត់បង់ដោយសារឯងមែនទេនាងមលីនេះណែអ្នកមីងខ្ញុំមិនបានធ្វើអីទេខ្ញុំគ្រាន់តែមកទីនេះដើម្បីបណ្ដែតប្រទីបតែប៉ុណ្ណឹងនៅថាមិនបានធ្វើស្អីទៀតហើយចាំមិញនេះយើងបានឃើញតែផ្ទាល់ភ្នែកថានាងឯងចាប់ដៃប្រុសអ្នកម៉ែសំពងវាឲ្យស្លាប់ទៅអ្នកម៉ែមិនអីទេកូនម៉ែនឹងសំពងវាហើយអូសក្បាលវាឲ្យត្រឡប់ទៅផ្ទះវិញម៉ែខ្មាស់គេណាស់មកនេះមីឃ្លីមកនេះមក ឈប់សិនមីងចង់វាយគេមុខកណ្ដាលចំណោមមនុស្សបែបនេះមែនទេ ហើយចុះវាទៅក្បាលស្អីឯងនេះជារឿងគ្រួសាររបស់យើងទេអ្នកណាហ៊ានចេញមុខមកអ្នកណាហ៊ានហាមិនក៏ចេះដឹងរឿងគេម្លេះ គឺខ្ញុំនឹងហើយចូលមកចេះដឹងខ្ញុំមិនឲ្យមីងធ្វើបាបមនុស្សជាដាច់ខាត អ្នកម៉ែនេះម្នាក់នេះកូនចាប់អារម្មណ៍ណាស់អ្នកម៉ែកម្រករឿងគេអីថាបានទេណាអ្នកម៉ែបានថ្ងៃនេះយើងលើកលែងឲ្យឯងសិនចុះនាងមលីដោយសារតែកូនមលីរបស់យើងវល់ទេណាប៉ុន្តែថ្ងៃក្រោយយើងមិនលើកលែងឲ្យឯងនោះទេនាងមលីឆាប់ត្រឡប់ទៅផ្ទះវិញភ្លាមទៅចាអ្នកមីងទៅកូនតោះទៅកូនមលីចាអ្នកម៉ែ អាមឹមឆាប់ទៅតាមនាងមលីដើម្បីឲ្យស្គាល់ផ្ទះរបស់នាងតែកុំឲ្យពួកគេដឹងឲ្យសោះក្រាបទូលអូបាទ តើភាគបន្ទាប់ម៉ាលីនឹងទៅជាយ៉ាងណាសូមកុំភ្លេចរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ